បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរគឺយើងមានការវិភាគតួអង្គចំនួន2នាក់ទៀតហើយទី1គឺយើងមាន Darkseid ដែលមកពី DCEU ហើយនឹងយើងមានជាមួយនឹង Thor Linsan ដែលមកពីចក្រវាឡ MCU តើនរណានឹងឈ្នះបើសិនជាពួកគេច្បាំងគ្នាចំពោះចម្បាំងនេះគឺខ្ញុំលើកតែក្នុងស្នាដៃក្នុង live action មកទេណាថានរណាខ្លាំងជាងជាមួយនឹងកម្លាំងភាពតានធម្មពលនិងសមត្ថភាពតើនរណាខ្លាំងជាងក្នុងចម្បាំងនេះតោះបាទអ្នកទាំងអស់គ្នាគឺយើងនិយាយរឿងកម្លាំងចំពោះកម្លាំងរបស់ Darkseid បង្ហាញក្នុង live action នេះគឺខ្ញុំលើកឡើងមកតាមទិន្នន័យដែលខ្ញុំបានមើលណាចំពោះកម្លាំងគឺគាត់អាចវាយជាមួយនឹងពពួកកងទ័ពនៅលើផែនដីបានអ្នកទាំងអស់គ្នាគាត់អាចវាយជាមួយ Green Lantern គឺគាត់អាចទប់បាននៅការបាញ់រន្ទះពីសំណាក់សុខអ្នកទាំងអស់គ្នាហើយដែលយើងមិនភ្លេចមិនបាននោះគាត់អាចទប់បាននៅការហក់កាប់របស់ Ares គាត់យកនេះរងប៉ុន្តែគាត់រងអត់ជាប់ទេតែ Ares បានកាប់ចូលស្មារបស់គាត់អ្នកទាំងអស់គ្នាមើលទៅហើយអ្វីដែលយើងមិនភ្លេចមិនបាននោះគឺគាត់អាចជន់កន្តិចក្បាល Steven Wolf អ្នកទាំងអស់គ្នានិយាយរួមទៅបើនិយាយពី Darkseid នៅ DCEU នេះខ្ញុំគិតថាកម្លាំងរបស់គាត់អាចនឹងមិនខ្លាំងអ្នកទាំងអស់គ្នាកម្លាំងរបស់គាត់នឹងអាចជាក្រោម Superman ក្រោមសទេបើសិនជាខ្ញុំនិយាយក្នុងការមើលឃើញណាបាទអ្នកទាំងអស់គ្នាឥឡូវគឺយើងនិយាយពីកម្លាំងរបស់សវិញគឺញាក់សាច់តែម្ដងអ្នកទាំងអស់គ្នាគឺខ្លាំងជាង Darkseid ទៅទៀតគឺគាត់បង្ហាញជាលក្ខណៈថាច្បាស់ទីមួយគឺគាត់អាចចាប់ទាញនៃជំនឿនៃដាវលាបានអ្នកទាំងអស់គ្នាហើយអ្វីដែលសំខាន់នោះគឺគាត់អាចដំកំតិចនៅទីក្រុងសូកូវាបានអ្នកទាំងអស់គ្នាដោយដំតែមួយញញួរទេណាហើយដែលយើងមិនអាចបំភ្លេចបានមួយទៀតនោះគឺគាត់អាចវាជាមួយ The Hulk អ្នកទាំងអស់គ្នាដឹងស្រាប់ទេថា The Hulk នេះមានកម្លាំងខ្លាំងប៉ុណ្ណាគឺគាត់យឹតម្ដៃវាយកន្តិចក្បាល Levi Athens ណានេះជាផុសតាងពោះកម្លាំងគឺ Thor បានបញ្ជាក់មកវាច្បាស់លាស់ជាងអ្នកទាំងអស់គ្នាតែពោះកម្លាំងគឺខ្ញុំសូមឲ្យកាន់ Thor ចុះពាក់ព័ន្ធជាមួយនឹងភាពធន់អ្នកទាំងអស់គ្នា durability នេះគិតថា Thor គឺបង្ហាញច្បាស់ជាង Darkseid ឆ្ងាយដែរអ្នកទាំងអស់គ្នាទីមួយគឺគាត់អាចទប់បាននៅកម្លាំងជះធម្មពលនៅកាយនៅត្រង់ណាអ្នកទាំងអស់គ្នាមើលទៅគឺជះមកទាំងស្រុងតែម្ដងគាត់អាចទ្រាំទ្របានក្នុងរយៈពេលរាប់សិបនាទីអ្នកទាំងអស់គ្នាទៅមកគាត់អស់កម្លាំងណាហើយមួយទៀតគឺគាត់អាចទប់បាននៅ Power Stone អ្នកទាំងអស់គ្នាមើលទៅគឺតាណូយក Power Stone យកមកចង់កំទេចក្បាលរបស់គាត់ណាហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា Power Stone ហ្នឹងគឺពួក Celestial យកមកកំទេចភពណានេះជា durability របស់ Thor ដែលខ្ញុំលើកមកពីចំណុចហ្នឹងដែលខ្លាំងបង្ហាញចុះ Darkseid វិញគឺ durability គាត់មិនដែរចាំខ្ញុំបង្ហាញជូនបាទតោះបាទអ្នកទាំងអស់គ្នាហ្នឹងហើយឥឡូវគឺយើងនិយាយពីភាពតាននិងក៏ durability របស់ Darkseid នៅ live action DCU ម្ដងចំពោះ Darkseid live action នេះគឺខ្ញុំគិតថាភាពតានរបស់គាត់គឺខ្សោយមែនតើអ្នកទាំងអស់គ្នាទី1គឺគាត់ត្រូវបានសុខឆក់អ្នកទាំងអស់គ្នាមើលទៅគឺឆក់ត្រូវគាត់ទេណាត្រូវតែមកវត្តទេតែ Darkseid មានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនតើអ្នកទាំងអស់គ្នាមើលទៅហើយដែលបំភ្លេចមិនបាននោះបញ្ជាក់ច្បាស់នោះគឺគាត់អាចរងគ្រោះដោយអាវុធរបស់ Ares អ្នកទាំងអស់គ្នាមើលទៅគឺអាវុធរបស់ Ares នេះគឺហក់កាប់ទៅលេចសាច់របស់គាត់កាប់ចំស្មារបស់គាត់អ្នកទាំងអស់គ្នាមើលទៅគឺម៉ាំង Darkseid មានការសន្លប់ឈឹងហ្មងអ្នកទាំងអស់គ្នាមើលទៅនេះជាភាពតានរបស់ Darkseid ដែលបង្ហាញនៅក្នុង live action ណាចុះឥឡូវបើយើងប្រៀបធៀបតើនរណាតាន់ជាងសម្រាប់ខ្ញុំគិតថាតតាន់ជាងអ្នកទាំងអស់គ្នាត Linsan ណាគឺគាត់តាន់ជាងព្រោះស្នាដៃបង្ហាញនៃភាពតាន់របស់គាត់នេះគឺវាច្បាស់ជាង Darkseid អ្នកទាំងអស់គ្នាព្រោះភាពតាន់ក៏ខ្ញុំផ្ដល់ឲ្យទៅកាន់ Thor Linsan ដូចគ្នាបាទចំពោះលឿនមួយភាពរហ័សរហួនក៏ខ្ញុំសូមឲ្យទៅកាន់ Thor ដូចគ្នាអ្នកទាំងអស់គ្នាគឺគាត់មានការប្រយុទ្ធហ្នឹងគឺល្អខ្លាំងមែនទែនទីមួយគឺគាត់អាចប្រយុទ្ធជាមួយ Hela ដែលមានល្បឿនលឿនជាងកងកំភ្លើងទៀតណាហើយគាត់អាចហោះទៅមួយក៏ប្រយុទ្ធនៅក្នុង Infinity War អ្នកទាំងអស់គ្នាមើលទៅគឺលឿនខ្លាំងមែនទែនចុះបើប្រៀបជាមួយនឹង Darkseid គឺ Darkseid មិនលឿនដូច Thor ទេប៉ុន្តែ Darkseid គឺគាត់ពឹងលើ Omega Beam អ្នកទាំងអស់គ្នាចំពោះសមត្ថភាពមួយក៏ធម្មពលគឺ Darkseid ក៏គាត់ខ្លាំងដែរទីមួយគឺគាត់មាន Omega Beam អ្នកទាំងអស់គ្នាមើលទៅ Omega Beam ហ្នឹងទោះបីជានៅក្នុង live action គាត់បង្ហាញតែបន្តិចមែនប៉ុន្តែខ្ញុំគ្រាន់បញ្ជាក់បន្តិច Omega Beam ហ្នឹងគឺវាមានធម្មពលខ្លាំងមែនតើអ្នកទាំងអស់គ្នាគឺវាអាចដេញទាន់ប្រភេទពួក Speedster មាន The Flash និងមួយក៏ Superman អីចឹងអ្នកទាំងអស់គ្នាបើសិនជាជាក់ស្ដែង Omega Beam បើសិនជាបាញ់ត្រូវកម្រិតធំហូមិនណាដូចជា Batman ណាអ្នកទាំងអស់គ្នាគឺម៉ាំងដឹងតែលាយហ្មង Batman គ្មានសល់សាច់ទេហើយបើសិនជាបាញ់ត្រូវ Wonder Woman អីអាចនឹងធ្វើឲ្យគាត់របួសធ្ងន់ណាអ្នកទាំងអស់គ្នានេះជាសមត្ថភាព Omega Beam របស់ Darkseid អ្នកទាំងអស់គ្នាចុះបើយើងនិយាយពីសមត្ថភាពមួយក៏ធម្មពលរបស់ Thor វិញគាត់ខ្លាំងកម្រិតណាតោះបាទហ្នឹងហើយអ្នកទាំងអស់គ្នាចំពោះធម្មពលមួយក៏សមត្ថភាពរបស់ Thor ក៏ញាក់សាច់ដែរគឺបង្ហាញបានច្បាស់ដែរអ្នកទាំងអស់គ្នាក្នុង live action ទី1គឺគាត់អាចកោះហៅរន្ទះខ្នាតធំមកឆក់សត្រូវបានអ្នកទាំងអស់គ្នានៅក្នុងវគ្គត Ragnarok អ្នកទាំងអស់គ្នាមើលទៅគឺគាត់បានកោះហៅរន្ទះដ៏ធំមួយយកមកឆក់ Hela ហើយដែលភ្លេចបាននោះគឺគាត់អាចបង្កើតនៅរន្ទះឆក់ជុំវិញខ្លួនគាត់បាននៅក្នុងវគ្គ Ragnarok ហើយដែលយើងឃើញញាក់សាច់ជាងគេនោះគឺគាត់បានប្រើរន្ទះដ៏ខ្លាំងនៅក្នុងវគ្គ Infinity War អ្នកទាំងអស់គ្នាដែលយើងភ្លេចបានមួយទៀតនោះគាត់បានបញ្ចេញកម្លាំងនិងធម្មពលក្នុងការគប់ពូថៅ Stormbreaker ទម្លុះនៅ Infinity Gauntlet តែ6គ្រាប់ដែលបាញ់ចេញមកខ្លួនគ្នាបុកចំត្រង់តែនោះនេះជាធម្មពលនិងសមត្ថភាពរបស់គាត់អ្នកទាំងអស់គ្នាគឺញាក់សាច់ខ្លាំងមែនតើបើនិយាយពី ability មួយក៏សមត្ថភាពខ្ញុំគិតថា Darkseid គាត់ខ្លាំងជាងដោយសារគាត់មាន Omega Beam ចំណែកធម្មពលខ្ញុំគិតថាបានទៅលើ Thor Linsan អ្នកទាំងអស់គ្នាគឺគាត់បានបញ្ជាក់មកច្បាស់ខ្លាំងមែនតើបាទអ្នកទាំងអស់គ្នាចំពោះចម្បាំងរវាង Darkseid ជាមួយនឹង Thor ហ្នឹងគឺខ្ញុំសូមឲ្យជ័យជំនះទៅកាន់ Thor អ្នកទាំងអស់គ្នាដោយខ្ញុំផ្អែកលើទី1គឺ Fate ស្នាដៃធំនៅក្នុងរឿងគឺ Thor បានបង្ហាញបានច្រើនជាងអ្នកទាំងអស់គ្នាទាំងកម្លាំងភាពតានល្បឿននិងធម្មពល
ចុះឥឡូវបើសិនជាខ្ញុំឲ្យការប្រយុទ្ធឈ្នះនេះទៅកាន់សប្រកាសជាអ្នកទាំងអស់គ្នាឆ្ងល់ថាចុះអាចនឹងប្រព្រឹត្តទៅប្រមាណដំណាក់កាលអីក្នុងការចម្បាំងមួយហ្នឹងគឺខ្ញុំនឹងរៀបរាប់តាមមួយដំណាក់កាលទៅមួយដំណាក់កាលប្រាប់អ្នកទាំងអស់គ្នាចំពោះចម្បាំងនេះគឺខ្ញុំលើកយកគឺខ្ញុំអាចលើកយកមកចំនួន3ដំណាក់កាលដែលសិនជាពួកគេច្បាំងគ្នាបាទចំពោះដំណាក់កាលទី1ខ្ញុំគិតថាការប៉ះគ្នាដោយកម្លាំងសុទ្ធអ្នកទាំងអស់គ្នាគឺ Storm គាត់នឹងប្រើ Storm Breaker ហើយ Darkseid នឹងប្រើអាវុធជាលំបែងវែងរបស់គាត់ក្នុងការវាយគ្នាទៅវិញមកគឺប្រើក្បាច់គុណវាយមួយក្បាច់គុណអ្នកទាំងអស់គ្នាហើយប្រើកម្លាំងវាយទៅមកទៅហើយចំពោះដល់ដំណាក់កាលទី2គឺ Darkseid បើសិនជាគាត់ដឹងថាតមានកម្លាំងខ្លាំងជាងនិងអាវុធខ្លាំងជាងគាត់នឹងព្យាយាមដកថយបន្តិចគាត់នឹងព្យាយាមប្រើ Omega Beam អ្នកទាំងអស់គ្នាដើម្បីយកមកសម្រាប់តតែអ្នកទាំងអស់គ្នាភ្លេចឲ្យថាតគឺគាត់មាន Storm Breaker អ្នកទាំងអស់គ្នាចឹងហើយ Storm Breaker គឺខ្លាំងមែនតើគឺអាចទប់បាននៅ Infinity Gauntlet ទាំង6គ្រាប់ចុះតម្រុំទៅ Omega Beam ដែលជាធម្មពលដែលខ្សោយជាង Infinity Gauntlet ចឹងហើយវាមិនជារឿងពិបាកទេសម្រាប់សក្នុងការយកបថៅលីរ៉ូណាបាទឥឡូវគឺយើងនិយាយពីដំណាក់កាលចុងក្រោយគឺ Darkseid ដោយសារគាត់ប្រើ Omega Beam ទៅគាត់មើលឃើញថាមិនអាចរីសចូលពេលនោះគាត់នឹងប្រើកម្លាំងពេញទំហឹងរបស់គាត់ក្នុងការចូលវាយបហាសភ្លាមៗណាប៉ុន្តែដោយសារសក៏គាត់ខ្លាំងដែរអ្នកនរគ្នាចំពោះផ្នែកកម្លាំងផ្នែកនេះគឺគាត់នឹងព្យាយាមវាយ Darkseid ទៀតមួយកថាប្រើបថៅ Storm Breaker ក្នុងការគប់ទៅលើ Darkseid តែអ្នកនរគ្នាដឹងស្រាប់ហើយថាបថៅ Storm Breaker នេះគឺខ្លាំងជាងអាវុធរបស់ Ares នេះគឺរាប់ពាន់ដងអ្នកនរគ្នាគឺវាអាចមានសមត្ថភាពកាប់ផ្ដាច់ក្បាលរបស់តាមនោះគប់ឆ្លងនៅ Infinity Gauntlet តែ6គ្រាប់ចឹងហើយតម្រាំទៅ durability របស់ Darkseid មួយភាពតាន់របស់ Darkseid ហ្នឹងគឺវារៀងសោយផងគឺខ្ញុំបើតាមខ្ញុំនិយាយគឺអាចនឹងដាច់ខ្លួន Darkseid ពី2មកអ្នកទាំងអស់គ្នាអានេះបើសិនជាតាមខ្ញុំមើលតាមជាក់ស្ដែងនៅក្នុង live action ណាចំពោះជ័យជំនះនេះគឺខ្ញុំសូមឲ្យទៅកាន់សជាអ្នកឈ្នះដោយកម្រិតនៃការឈ្នះគឺ high dip អ្នកទាំងអស់គ្នាដោយរៀងពិបាកសម្រាប់ក្នុងការប្រយុទ្ធនេះបាទអ្នកទាំងអស់គ្នាជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាក្នុងការចូលរួមទស្សនានៅវីដេអូរបស់ខ្ញុំបាទពីដើមរហូតដល់ចប់បើសិនមានកំហុសខុសឆ្គងត្រង់កន្លែងណាមួយអីសូមអ្នកទាំងអស់គ្នាជួយមេត្តាខន្តីអធិស្ឋានដល់ខ្ញុំផងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំប្រៀបធៀបទៅតួអង្គណាទៀតសូមសរសេរឈ្មោះតួអង្គនៅប្រអប់ខាងក្រោមទៅគឺខ្ញុំនឹងធ្វើការសម្រាយជូនហើយជាចុងក្រោយនេះគឺខ្ញុំសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ